សស្រីបងប្អូនយើងជួបជាមួយខ្ញុំបាទ DJK ពិតជាក្រៅមានរំជួយដីលំបាក់នេះគឺជាផ្លូវនៅភូមិដន្លែបឃុំគោព្រីងស្រុកស្វាយជ្រុំខេត្តស្វាយរៀងណាបាទគឺមកកណាត់ខាងនោះចាក់ខ្សាច់សហើយប៉ុន្តែកណាត់ខាងនេះគឺក្រហមនៅក្រហមពេលភ្លៀងមកពិបាកបងប្អូនយើងធ្វើដំណើរមែនតើដោយសារតែដីក្រហមហើយផ្លូវនេះផ្លូវដូចជាដេញខាងអាវុធជនបទហ្នឹងខាងអីមិនដឹងខាងទីមិនដឹងទេបើតាមមើលទៅដូចជាអាវុធជនបទបងប្អូនយើងបាទហើយប្រជាពលរដ្ឋគាត់ល្អូសលទួមច្រែងតែប្រាប់ខ្ញុំថាផ្លូវនេះគឺក្រហមអញ្ចឹងភ្លៀងមកពិបាកនៅខាងភូមិដុនលែបឃុំគោព្រីងស្រុកស្វាយជ្រុំខេត្តស្វាយរៀងណាបាទពេលខែហ្នឹងខែភ្លៀងមកគាត់ពិបាកធ្វើដំណើរណាអញ្ចឹងហើយគឺអត់ទាន់ចាក់ខ្សាច់សខ្សាច់អីទេបាទគឺខាងទៅដល់ស្វាយពហុតគឺមានចាក់ខ្សាច់សបាទពេលដល់នេះគឺនៅដីបែកម៉ាំដីក្រហមបែកម៉ាំបន្ទាល់តែម្ដងបងប្អូនយើងបាទគឺដីបែកម៉ាំតែម្ដងហើយខ្ញុំសង្ឃឹមថាបាទរាជរដ្ឋាភិបាលនឹងធ្វើជូនប្រជាពលរដ្ឋមិនបាច់ចាំបានអីទេចង់បានថាខ្សាច់សមកបានផ្លូវនេះស្រួលធ្វើដំណើរស្រួលជិះធ្វើដំណើរណាបាទគឺបែកលបាប់បែកម៉ាំអស់ហើយពេលភ្លៀងមកពិបាកវេទនាណាស់បងប្អូនយើងអើយបាទចឹងហើយពិបាកវេទនាណាស់យើងធ្វើដំណើរក៏រៀងពិបាកដែរពេលភ្លៀងមកហើយខ្ញុំសង្ឃឹមថាផ្លូវនេះនឹងបានល្អឆាប់សូមប្រឹមតែកសាច់សក៏បានដែរមិនបានប្រឹមអីដល់កស៊ូទេនៅពេលដីក្រហមអញ្ចឹងពេលភ្លៀងមកអញ្ចឹងបែកម៉ាំបែកអីពេញនឹងអស់ហើយបាទឡើងក្រហមងៀងកម្មការនេះគឺអ្នកទៅធ្វើការតាមរោងចក្ររោងអីពិបាកធ្វើដំណើរទីតាំងគឺផ្លូវនេះបាទនៅភូមិដន្លែបឃុំគោព្រីងស្រុកស្វាយជ្រុំខេត្តស្វាយរៀងណាបាទឥឡូវកំពុងតែពិបាកធ្វើដំណើរខ្ញុំសង្ឃឹមថានឹងបានផ្លូវនេះឆាប់បងប្អូនយើងខ្ញុំសង្ឃឹមថាបានផ្លូវនេះឆាប់ពេលផ្លូវអញ្ចឹងបងប្អូនយើងពេលអញ្ចឹងពិបាកធ្វើដំណើរការធ្វើដំណើរក៏រៀងពិបាកដែរជាពលរដ្ឋគាត់ទៅធ្វើការផ្សេងក៏ពិបាកដែរអញ្ចឹងហើយខ្ញុំសង្ឃឹមថាផ្លូវនេះគឺនឹងបានល្អឆាប់នៅថ្ងៃខាងមុខសូមព្រមតាក្រាខ្សាច់សជូនប្រជាពលរដ្ឋក៏បានដែរបាទដោយសារខ្ញុំជិះតាមនឹងម្ដងគឺជាប់តែម្ដងពេលខែភ្លៀងល្អលណែនតែនតាប់ពេញនឹងតែម្ដងមើលទៅបងប្អូនយើងគឺបែកលបាប់បាក់ឡានកម្មការនេះក៏បាក់ធ្វើដំណើរដែរឡើងក៏ហុកក៏ហេកក៏ហាអតិអតាអរិអរៈអស់ហើយផ្លូវនេះបាទគឺពិបាកណាស់អញ្ចឹងហើយខ្ញុំសង្ឃឹមថាផ្លូវនេះបាទផ្លូវធំប៉ុន្តែគឺអត់ទាន់មានបាទគឺអភិវឌ្ឍទេផ្លូវនេះគឺនៅច្រើនខែច្រើនឆ្នាំមកហើយបាទគឺនៅច្រើនខែច្រើនឆ្នាំមកហើយគឺនៅតែបែកម៉ាំអញ្ចឹងតែម្ដងឥឡូវដល់វត្តធាតុនេះដល់វត្តធាតុបងប្អូនយើងគឺពេលភ្លៀងមកយើងពិបាកធ្វើដំណើរបាទពិបាកក្នុងការធ្វើដំណើរឥឡូវដល់វត្តធាតុហើយបាទដល់វត្តធាតុតែវត្តដេកខាងវត្តធាតុណាបាទអញ្ចឹងហើយផ្លូវនេះខ្ញុំសង្ឃឹមថាថ្ងៃខាងមុខសូមព្រមតែកសាច់អីក៏បានដែរបាទមិនបាច់ព្រមថាការកស៊ូអីទេបើកសាច់សមកគឺស្រួលប្រជាពលរដ្ឋស្រួលជិះធ្វើដំណើរបាទហើយចឹងហើយគឺដីក្រហមគឺឡើងបែកម៉ាំពេញនឹងភ្លៀងមករាល់ថ្ងៃគឺគាត់បាក់ជិះសម្បីតគោដាក់ក៏រៀងពិបាកដែរបាទហើយនេះបាទគឺផ្លូវនឹងធំប៉ុន្តែគឺមិនទាន់ធ្វើទេបាទមិនទាន់ធ្វើទេខ្ញុំសង្ឃឹមថានឹងបានធ្វើនៅឆាប់នៅថ្ងៃខាងមុខបាទនៅថ្ងៃខាងមុខខ្ញុំជឿជាក់បាទលើមន្ត្រីថ្នាក់ស្រុកថ្នាក់ខេត្តបាទនឹងជឿជាក់ថាបានស្អាតខាងមុខខ្ញុំសង្ឃឹមថាថ្ងៃខាងមុខនឹងបានផ្លូវល្អផ្លូវស្អាតសង្ឃឹមជឿជាក់មែនតើមិនមែនលេងសើចទេផ្លូវខ្ញុំសូម្បីតែមិនទាន់ភ្លៀងក៏ពិបាកនឹងជិះធ្វើដំណើរតាមដងផ្លូវនេះដែរបងប្អូនយើងបាទជិះធ្វើដំណើរតាមដងផ្លូវនេះដែរយើងមើលទៅបាទគឺបែកម៉ាំតែម្ដងបែកម៉ាំបាទគឺឡើងខូចអស់ហើយបាទខូចមានសល់ទេនេះយើងមើលទៅបងប្អូនយើងបាទខូច
ហើយខ្ញុំសង្ឃឹមថានឹងបានផ្លូវនេះល្អឆាប់នៅថ្ងៃខាងមុខដែលផ្លូវទាំងអស់នេះគឺសុំព្រមតែសាច់សក៏បានដែរអាហ្នឹងហើយមានតែប៉ុណ្្នឹងទេបងប្អូនយើងបាទអរគុណច្រើនមានតែប៉ុណ្្នឹងទេបាទមានតែប៉ុណ្្នេះផ្ញើជូនបងប្អូនយើងបាទគឺទាំងអស់គ្នាមានតែប៉ុណ្្នឹងទេបាទសូមអរគុណ